បាទបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំជួបជាមួយនឹងម៉ូតូមួយគ្រឿងដែលមានបញ្ហាដេរអត់ជាប់ការ៉ង់ទីដេរឆេះអត់ស្រួលអញ្ចឹងហើយម៉ូតូនេះគឺវាមានបញ្ហាខុសបច្ចេកទេសដោយសារតែគាត់សេរីការ៉ង់ទីខ្លួនឯងអញ្ចឹងហើយខ្ញុំនឹងធ្វើវីដេអូតាក់ទងបង្រៀនជាមួយនឹងការសេរីវិការ៉ង់ទីបានត្រឹមត្រូវណាបាទអញ្ចឹងហើយពេលខ្លះបងប្អូនគិតមើលវីដេអូហើយគាត់គិតតែគាត់អាចសេរីទៅបានត្រឹមត្រូវប៉ុន្តែគាត់សេរីទៅគាត់អាចបានចារអារម្មណ៍ឲ្យបានច្បាស់ណានៅក្នុងវីដេអូដែលខ្ញុំបញ្ជាក់ថាអាណាវិខ្យល់មួយណាវិការ៉ង់ទីចឹងហើយឥឡូវនេះខ្ញុំបញ្ជាក់ម្ដងទៀតទៅនេះខាងស្ដាំដៃយើងដែលវាមានដូចរំសនអាហ្នឹងគឺជាប្រភេទវិការ៉ង់ទីបងប្អូនគ្នាដល់តាអាវាទៅជាប់ជាមួយនឹងម៉ាស៊ីនតែម្ដងលឹបមុខចូលទៅអាហ្នឹងគេហៅថាវិខ្យល់បងប្អូនគ្នាចឹងហើយខ្ញុំបើកសោខ្ញុំដេកបច្ចេកបងប្អូនគ្នាស្ដាប់មើលចឹងគ្រាន់តែឮតែគាត់ប្រាប់តែគាត់សេរីខ្លួនឯងមកខ្ញុំដឹងតែគាត់ប្រកាសជាសេរីខុសនៅលើការសេរីវិខ្យល់វិការ៉ង់ទីហ្នឹងចឹងនៅពេលដែលខ្ញុំបើកឲ្យសាកល្បងដេបច្ឆេះជាទូទៅគឺដេទៅវាអត់ជាប់ណាបងប្អូនគ្នាដេឆេះតតែមួគេហើយបានន័យថាការ៉ង់ទីគាត់អាចបើកធំពេកឬក៏សេរីតូចពេកផងដែរបើសិនជាតូចពេកគឺអត់មានការ៉ង់ទីដើម្បីយើងដេបច្ឆេះនោះទេហើយបើសិនជាការ៉ង់ទីដេបច្ឆេះអត់បានចឹងក៏ពិបាកដែរហើយពេលខ្លះគាត់អាចបិទខ្យល់អស់លលីងឬក៏កាត់សេរីខ្យល់បានត្រឹមត្រូវចឹងហើយថ្ងៃនេះខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់តែម្ដងបើសេរីវិខ្យល់វិការ៉ង់ទីគឺសេរីបែបណាឥឡូវនេះបងប្អូនទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំណាសម្រាប់វិការ៉ង់ទីបងប្អូនទាំងគ្នាឥឡូវនេះយើងមកសេរីវិខ្យល់មុនទី1វិខ្យល់គឺបិទឲ្យជិតដូចខ្ញុំបង្ហាញអញ្ចឹងបងប្អូនទាំងគ្នាដែលខ្ញុំកំពុងតែដាក់វិសណានេះគឺវិខ្យល់វានៅជាប់ជាមួយនឹងតួម៉ាស៊ីនបិទឲ្យជិតអស់ទៅហើយយើងបើកចេញមកវិញត្រឹមតែ2ជុំនោះទេបងប្អូនទាំងគ្នាទៅយើងអាចបវលទល់វិសបើសិនជាវាប្រឈមមកឡើងលើយើងបវលវាឲ្យបាន2ជុំបងប្អូនគ្នាបញ្ជាក់គឺ2ជុំគត់តែម្ដងអាហ្នឹងគឺសម្រាប់ប្រភេទម៉ូតូថ្មីដែលបានរើម៉ាស៊ីនឬក៏បែបណាអីចឹងគឺត្រូវតែ2ជុំគត់នៅពេលដែលយើងសេរីបាន2ជុំហើយយើងនឹងសាកល្បងដេបច្ឆេះបើសិនជាដេអត់ទាន់ឆេះបានន័យថាការ៉ង់ទីគឺគាត់បិទចិត្តអស់លីងតែម្ដងវិការ៉ង់ទីដែលវាមានរំសរហ្នឹងវិការ៉ង់ទីអញ្ចឹងហើយគឺយើងបើកវិការ៉ង់ទីម្ដងបន្តិចមកដើម្បីឲ្យម៉ូតូរបស់យើងដេឆេះដល់ពេលដែលម៉ូតូរបស់យើងដេឆេះរហូតគឺយើងចាប់ដើមសេរីការ៉ង់ទីឲ្យតូចឲ្យទៅតាមស្តង់ដាររបស់វាវិញអាហ្នឹងមកគឺត្រឹមត្រូវហើយខ្ញុំបញ្ជាក់វិខ្យល់គឺតែ2ជុំគត់តែម្ដងវិខ្យល់គឺអាចដែលលឹបវិសអាទល់វិសមួយដែលវាលឹបជាមួយនឹងតួជាប់មួយតួហ្នឹងវិខ្យល់វិការ៉ង់ទីមានរំសរបងប្អូនអ្នកគ្នាចឹងហើយនៅពេលដែលយើងសេរីវិខ្យល់បាន2ជុំបិទឲ្យចិត្តអស់លេងហើយបើកមកវិញត្រឹម2ជុំហើយយើងសេរីវិការ៉ង់ទីបន្តិចដេបច្ចេកហើយយើងសេរីការ៉ង់ទីវាឲ្យស្មើស្អាតតែម្ដងនៅពេលទៅម៉ូតូយើងគឺដេឆេះធម្មតាហើយអត់មានថាដេទៅអត់ឆេះម៉ូតូខ្លះសេរីអត់ត្រូវធ្វើឲ្យផ្ទុះវាទៅជាផ្ទុះស៊ីម៉ាំងណាក៏មានដែរអាហ្នឹងភាគច្រើនជួបទៅលើម៉ូតូដែលស៊េរីចាស់ Honda Dream ដែលស៊េរីចាស់បើសិនជាសេរីអត់ត្រូវធ្វើឲ្យផ្ទុះស៊ីម៉ាំងអាហ្នឹងវាជារឿងមួយដែរដែលយើងគួរតែចាប់អារម្មណ៍មើលឡើងវិញទៅនិយាយរួមទៅបើសិនជាបងប្អូនគិតថាអាចសេរីបានក៏សេរីទៅតែបើសិនជាយើងខ្លាចសេរីទៅខអីចឹងទៅគឺទៅជាងតិចទៅពោះក្រាន់តែសេរីការ៉ង់ទីមិនអស់ប្រមាណទេពេលខ្លះអាចនឹង free ឲ្យផងដែរបែបបងប្អូនអរគ្នាចឹងទៅយើងគួរតែជឿជាក់លើជាងផងដែរបងប្អូនអរគ្នាតែវីដេអូនេះគឺចែករំលែកដើម្បីបងប្អូនទាំងគ្នាបានដឹងយើងបើសិនជាយើងមិនច្បាស់ទេកុំសេរីខ្លួនឯងបើសេរីខ្លួនឯងមករកជាងវិញទៅដែរបែបហ្នឹងអូខេអញ្ចឹងម៉ូតូនេះមានបញ្ហាអីនោះទេគ្រាន់តែគិតសេរីការ៉ង់ទីខ្លួនឯងអត់ត្រូវអញ្ចឹងទៅតបបាក់មកខ្ញុំសេរីឲ្យហើយក៏បានជាវីដេអូចែករំលែកបងប្អូនម្ដងទៀតតាក់ទងជាមួយនឹងការសេរីវិការ៉ង់ទីបានត្រឹមត្រូវបាទក្រោយពីយើងបានសេរីត្រឹមត្រូវហើយដេមួយឆេះហើយការ៉ង់ទីជាប់ស្អាតតែម្ដងអត់មានបញ្ហាដូចពីមុននោះទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេដែលចែករំលែកដល់បងប្អូនណាបើសិនជាបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយ like share និងជួយ subscribe ដាក់សញ្ញាកណ្ដឹងវីដេអូ YouTube របស់ខ្ញុំបាទផងណាដើម្បីទទួលបានវីដេអូថ្មីមុនគេតាក់ទងជាមួយនឹងការជួសជុលម៉ូតូឬក៏សិក្សាអំពីប្រព័ន្ធភ្លើងម៉ូតូព្រោះចាប់ពីខែក្រោយនេះទៅខ្ញុំនឹងចេញវីដេអូសឹងតែរាល់ថ្ងៃឯដើម្បីបងប្អូនសិក្សាអំពីប្រព័ន្ធភ្លើងម៉ូតូឡើងវិញណាបងប្អូនអរគ្នាអញ្ចឹងហើយពីខ្ញុំបាទសុងម៉ូតូវ៉ាន់សូមជម្រាបលាសូមអរគុណដល់បងប្អូនអរគ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់ណាសូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខនិងសុខសប្បាយទាំងអស់គ្នាបាទអញ្ចឹងហើយក៏អរគុណដល់បងប្អូនខ្លះដែលគាត់ជាងដែរបែបគាត់មានខ្លះគាត់ប៉ាវកាហ្វេខ្ញុំផងដែរតាមរយៈ ABA អញ្ចឹងអរគុណដល់បងប្អូនធំជម្រាបលាបាយម្ដងទៀតពីខ្ញុំបាទសុងម៉ូតូវ៉ាន់